តែក៏5គុណនឹង11ម៉ែត្របងប្អូនណាជាកម្រងទី2ដែលស្ថិតនៅក្នុងភូមិតែមួយជាមួយនឹងកម្រងចាស់អញ្ចឹងហើយយើងហៅថាកម្រងទី2បាទហើយកម្រងទី2ទេបងប្អូនខ្លះថាជាងម៉ូតតធ្វើពីកម្រងទៀតណាបាទធ្វើច្រើនហើយបងប្អូនអើយចង់ចូល20 30 40 50កម្រងហើយបាទអញ្ចឹងហើយអានេះគឺយើងរាប់ថាកម្រងទី2ដែលនៅក្នុងភូមិតែមួយបាទអញ្ចឹងហើយឥឡូវនេះជាងកំពុងធ្វើការបោកចំហៀងខាងក្រៅហ្នឹងបោកបានខាងនោះ2ចំហៀងហើយកណេះមួយចំហៀងទៀតចិត្តជុំហើយបាទចិត្តជុំហើយនៅខាងក្នុងទេយើងកំពុងតែធ្វើការដុតដៃដុតជើងសម្រាប់បោកទៅមិនឲ្យបានមុនចូលឆ្នាំនេះយើងបានលទ្ធផលការងាររៀងគួរសមអញ្ចឹងណាបាទអញ្ចឹងក្រុមជាងរបស់ខ្ញុំនេះគាត់សម្រាប់នៅក្នុងថ្ងៃទី12បងប្អូនណាគឺជប់សម្រាប់បាទជប់សម្រាប់អញ្ចឹងបងប្អូនមើលទៅបាទធ្នឹមកវ៉ាត់សុំបអួចនេះបាទសុំបអួចសុំទ្វានេះគឺយើងចាក់ធ្នឹមកវ៉ាត់ជុំវិញតែម្ដងបងប្អូនណាគឺយើងធ្វើមុំតម្ដងបើតាមតម្លៃជាក់ស្ដែងយើងទៅជែកគ្នាជាមួយម្ចាស់ទៀតបាទអញ្ចឹងជាម៉ូតែនិយាយដដែលពាក្យពោលមិនសម្ភារៈសំណង់បងប្អូនជារើសយកប្រភេទសម្ភារៈបែបណាយើងធ្វើបែបហ្នឹងហើយតម្លៃបែបណាយើងសាងសង់ទៅតាមទឹកលុយបងប្អូនអញ្ចឹងណាបាទអញ្ចឹងហើយយើងចង់បានប្រភេទសម្ភារៈលេខ1បាទចែកទេសល្អការធ្វើឲ្យពេញលេញគឺបងប្អូនធ្វើចំណាយរៀងខ្ពស់ជាងបាទបងប្អូនចង់ធ្វើបែបល្មមអាចរស់នៅបានបាទมันមានបញ្ហាអីទេអាហ្នឹងគឺគ្រាន់តែថាយើងកាត់ថយទៅលើការចំណាយមួយចំនួនដែលវាមិនចាំបាច់ត្រូវចំណាយអញ្ចឹងណាបងប្អូនបាទអញ្ចឹងបងប្អូនខ្លះឆ្ងល់ហើយថាមិនចាំបាច់ទៅចំណាយមានអីខ្លះបាទជឿនសំណងវាមានកន្លែងដែលមិនគួរចំណាយគឺវាមានបាទកន្លែងណាដែលគួរចំណាយគឺត្រូវអាក់ខានមិនបានទេដូចជាធ្នឹមលើធ្នឹមក្រោមឬក៏សនោះគឺត្រូវតែចំណាយព្រោះអត់ចំណាយបាទបាក់ចិញ្ចឹងផ្ទះប្រេះឥឡូវហើយបាទទៅជាគ្រឹះអីហ្នឹងទៅតែចំណាយបាទរបស់ណាដែលយើងមិនគួរចំណាយគឺយើងមិនបាច់ធ្វើក៏បានដែរអានេះគឺ